សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅលើជាន់ទី5នៃសាកលវិទ្យាល័យណូតុនហើយម្លងពេលដែលខ្ញុំដើរមើលនៅនេះខ្ញុំក៏ចង់និយាយពីចំណុច4យ៉ាងដែលខ្ញុំគិតថាវាមានសារៈសំខាន់មែនតើចំពោះអ្នកដែលគាត់ឥឡូវនេះគាត់ឆ្នាំទី3ឬមួយក៏គាត់ឆ្នាំទី4ហើយគាត់ត្រូវធ្វើសារណាសម្រាប់ឆ្នាំទី5ឬក៏គាត់ត្រូវធ្វើសារណាសម្រាប់ឆ្នាំទី4អញ្ចឹងអ្នកនរគ្នាអញ្ចឹងអីដែលគួរត្រៀមទី1គឺយើងជ្រើសរើស topic ចឹងនៅពេលដែលយើងជ្រើសរើស topic គឺយើងឧទាហរណ៍ថាយើងចង់ធ្វើអីយើងគិតឲ្យហើយយើងគិតទុកមុនទៅយើងចង់ធ្វើអីយើងគិតឲ្យហើយមួយទៀតគឺទៅជាមួយនឹងកន្លែងដែលយើងសុំចុះឧទាហរណ៍ដូច company ឬក៏ជាកន្លែងណាមួយដែលយើងទៅសុំគាត់ដើម្បីចុះហើយចំណុចទី3គឺសំខាន់មែនតើគឺការចេះទៅ set proposal ហ្នឹងគឺយើងទៅ set នៅពេលដែលយើងចង់បានអាគេជា advisor ហើយយើងធ្វើ proposal ហ្នឹងដើម្បីយកទៅឲ្យគាត់ដើម្បីគាត់ពិនិត្យមើលហើយគាត់ទទួលយើងជាកូនក្រុមរបស់គាត់ហើយចំណុចទី4គឺសំខាន់ដែរខ្ញុំគិតថាវាសំខាន់ដែរគឺទាក់ទងជាមួយនឹងសមាជិកក្រុមអញ្ចឹងអ្នកនរគ្នានៅពេលដែលរកសមាជិកក្រុមគឺរកមែនតើប្រយ័ត្នមួយសាណាហ្នឹងគឺធ្វើតែឯងពីដើមរហូតដល់ចប់អញ្ចឹងមាន4ចំណុចហ្នឹងខ្លីៗហើយបើសិនជាមានអីបន្ថែមទៀតខ្ញុំនឹងអាប់ដេតបន្ថែមទៀតបាយ